និទានគំនិតរត់គេចពីយៈសិស្សមួយក្រុមកំពុងនាំគ្នាលេងល្បែងដោះស្រាយប្រស្នានោះមានដូចតទៅមានយៈមួយគ្រឿងឈរចាំយាមស្ពានមួយយៈនោះតែងដេកលក់ជារយៈក្នុង2នាទីវានឹងបើកភ្នែកម្ដងវានៅចាំចាប់មនុស្សណាដែលនៅត្រើយម្ខាងមិនឲ្យឆ្លងមកត្រើយម្ខាងទៀតបានឡើយដល់ពេលវាបើកភ្នែកឡើងឃើញមនុស្សរត់មកពីខាងណាវានឹងចាប់អ្នកនោះយកទៅដាក់កន្លែងដើមវិញស្ពានក៏វែងមិនធម្មតាដែរតតែចំណាយពេល3នាទីទើបអាចរត់ឆ្លងផុតដោយពេលវេលាទាំងពីរវាមិនអំណោយផលដូច្នេះហើយអ្នកនៅត្រើយម្ខាងមិនអាចឆ្លងទៅត្រើយម្ខាងទៀតបានឡើយតើត្រូវធ្វើដូចម្ដេចដើម្បីអាចឆ្លងស្ពាននេះបានសិស្សម្នាក់ស្ដាប់រួចគេញាក់ស្មាពេបមាត់តាមតែវាចោះបើទៅមិនបានទេក៏ហីទៅបើពិបាកឆ្លងទៅឯព្រែកលៀបពេកចោលហាងនៅឯភ្នំពេញនេះក៏បានដែរសិស្សនារីម្នាក់ក៏ឆ្លើយបន្តការព្យាយាមតែងតែបានសម្រេចមានទ្រឹស្ដីល្អអស់ទាស់តែមិនដឹងថាធ្វើយ៉ាងម៉េចឥតបានការដដែលនឹងមានសិស្សម្នាក់បានអង្គុយសិញ្ជឹងគិតស្ទើរតែភ្លឹកមួយសន្ទុះគេងើបមុខឆ្លើយថាយើងត្រូវរត់ទៅមុខ1នាទីកន្លះរួចរត់ត្រឡប់ក្រោយវិញកន្លះនាទីគ្រប់បាន2នាទីដល់ពេលយៈត្រូវបើកភ្នែកល្មមពេលនោះយៈស្មានថាយើងជាអ្នករត់មកពីត្រើយម្ខាងនោះវានឹងចាប់យើងយកទៅដាក់នៅត្រើយម្ខាងគឺជាត្រើយដែលយើងចង់ឆ្លងទៅនោះឯងសិស្សខ្លះបើកភ្នែកធំវាចេះគិតឃើញណការពិតវាគ្មានពិបាកអ្វីធំដុំណាស់ណាទេគ្រាន់តែប្រើខួរក្បាលបន្តិចបន្តួចប៉ុណ្ណោះឯងសរីរាង្គណាដែលយើងប្រើញឹកញាប់សរីរាង្គនោះនឹងរឹងមាំរហ័សរហួនខួរក្បាលដែលបានប្រើបានគិតកាន់តែច្រើនទៅខាងអ្វីខួរក្បាលនឹងកាន់តែឆ្លៀសវៃទៅខាងនោះដែរមនុស្សម្នាក់សុទ្ធតែចង់ឲ្យខ្លួនឯងពូកែឆ្លៀសវៃចង់មានទេពកោសល្យចង់ឲ្យគេសរសើរថាខ្លួនពូកែខាងនេះខាងនោះតែព្រមពេលជាមួយគ្នានេះដែរគេចង់យកតែរហើយស្រួលមិនចង់ឲ្យពិបាកដល់ខ្លួនទេសួរថាតើវាអាចទៅរួចដែរឬទេច្បាប់កម្មផលរបស់ព្រះពុទ្ធគឺជាច្បាប់ដ៏ងាយយល់ជាទីបំផុតបើអ្នកសង់ផ្ទះអ្នកនឹងបានផ្ទះនៅបើអ្នកសាងអ្វីវានឹងបានរបស់នោះបើអ្នកចង់បានប្រាក់ចំណេញអ្នកត្រូវតែចោះទុនរកស៊ីបើអ្នកចង់បានប្រយោជន៍ធំអ្នកត្រូវចោះទុនចោះកម្លាំងឲ្យធំបើអ្នកចង់មានបញ្ញាអ្នកត្រូវចោះទុនស្វែងរកបញ្ញាបើអ្នកផ្ដល់ឲ្យមុនអ្នកនឹងទទួលបានមកវិញតាមក្រោយបើអ្នកចាយមុនអ្នកត្រូវរកអ្វីមកសងតាមក្រោយបើអ្នកយកស្រួលពីដំបូងអ្នកនឹងលំបាកនៅតាមក្រោយបើអ្នកសាងបុណ្យអ្នកនឹងទទួលបានបុណ្យបើអ្នកសាងបាបអ្នកក៏គេចមិនផុតពីទទួលបាបនោះដែរអ្វីដូចពោលខាងលើបើអ្នកចង់គេចពីច្បាប់នេះវាមិនខុសពីការរត់គេចពីស្រមោលខ្លួនឯងដូច្នោះដែរផ្ទុយមកវិញបើអ្នកព្រមទទួលស្គាល់ច្បាប់នេះនោះគឺជាជំហានមួយសម្រាប់ដើរឆ្ពោះទៅរកពន្លឺក្នុងជីវិតមិនថាជាអ្នកមានដើមកំណើតពីកូនអ្នកក្រអ្នកមានសេដ្ឋីមន្ត្រីឬមកពីឥន្ទព្រំទេវតាណាក៏ដោយធម្មជាតិមានភាពយុត្តិធម៌ណាស់អ្នកអាចបំភាន់ភ្នែកធម្មជាតិបានមួយរយៈខ្លីតែសច្ចភាពរបស់ធម្មជាតិអ្នកមិនអាចបំភាន់បានទេការស្វែងយល់ពីអារម្មណ៍ខ្លួនឯងថាខ្លួនពេញចិត្តនឹងអ្វីចង់បានអ្វីហើយយកទៅប្រៀបធៀបនឹងអ្នកដទៃវានឹងជួយឲ្យអ្នកបានស្វែងយល់ពីធម្មជាតិរបស់មនុស្សកាន់តែច្រើនហើយអ្នកក៏កាន់តែមើលឃើញអ្វីបានកាន់តែទូលំទូលាយលើโลกនេះគ្មានអ្វីដែលបានមកដោយ free នោះទេទោះបីជាពេលខ្លះអ្នកមើលឃើញថា free តែវាគង់នឹងបាត់ទៅវិញ free ជាដដែលនោះឯងតើមានខ្មោចណាដែលយកស្អីទៅជាមួយបានផងធម្មជាតិបានផ្ដល់នូវទេពកោសល្យដល់មនុស្សគ្រប់គ្នានិងដោយឡែកពីគ្នាហេតុនេះយើងម្នាក់ត្រូវរកវាឲ្យឃើញហើយខំកសាងគ្រឹះនិងស្ថាបនាទេពកោសល្យនោះឲ្យពេញទំហឹងពេលនោះអ្នកនឹងដឹងថាជីវិតរបស់អ្នកពិតជាមានតម្លៃសម្រាប់ខ្លួនឯងនិងមនុស្សជាតិ
មនុស្សត្រូវបានបង្កើតឡើងឲ្យមានថាមពលពិសេសផ្ទាល់ខ្លួននៅពេលណាដែលមានពន្លឺរស្មីជះចេញពីក្នុងដួងចិត្តអ្វីដែលមិនអាចទៅរួចក៏នឹងអន្តរធានទៅអស់ដែរបើពេលណាយើងរកចំណុចខ្លាំងរបស់ខ្លួនឃើញហើយថាមពលស័ក្តិសិទ្ធិនឹងជួយឲ្យយើងកម្ចាត់អស់ឧបសគ្គទាំងឡាយ